ចាគ្រាន់តែបើក TikTok មកឃើញគេឆាតមកតាម TikTok ច្រើនមែនតើនៅពេលយើងទៅឆ្ងល់អីចឹងណាក៏ចូលមើលឃើញពួកគាត់ send វីដេអូមួយដែលជំនាន់ទី4គាត់និយាយភាសាថៃហើយក៏ពួកគាត់ក៏បាន request ឲ្យខ្ញុំនិយាយទៅពីប្រធានបទនឹងដូចគ្នាដែរដល់ពេលចឹងទៅខ្ញុំក៏បាននិយាយពីប្រធានបទនឹងហ្មងទៅអញ្ចឹងក្នុងវីដេអូហ្នឹងគឺពួកគាត់ម្នាក់ហ្នឹងគឺបាននិយាយភាសាថៃហើយនិយាយភាសាថៃហ្នឹងគឺនិយាយតែមួយម៉ាត់ទេគឺពាក្យសួស្ដីហ្នឹងឯង Photo shoot สวัสดีครับ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  ចាអ្នកខ្លះឃើញប៉ុណ្ណឹងគឺអន់ចិត្តគឺទៅគឺអន់ចិត្តអត់ពេញចិត្តអ្នកខ្លះទៅជាស្អប់ទៀតដល់អញ្ចឹងខ្ញុំសូមបញ្យល់ត្រង់ចំណុចហ្នឹងបន្តិចថាហេតុអីបានពួកគាត់និយាយភាសាថៃហ្នឹងសម្រាប់ការធ្វើវីដេអូរបស់ស្រីវងជីនគឺគ្មានអ្នកណាដឹងមុនទេសូម្បីតែពួកគាត់សូម្បីតែ fan ក៏អត់មានអ្នកគេដឹងដែរហើយពួកគាត់ក៏ធ្វើតាមអីដែល producer ដាក់ឲ្យពួកគាត់ធ្វើនឹងឯងគឺដើម្បីគ្រទៅតាមនៃ challenge របស់គេអីចឹងណាហើយពួកគាត់ក៏មិនបានដឹងមុនដែរថាពាក្យទាំងអស់ហ្នឹងគឺពួកគាត់ត្រូវនិយាយអីធ្វើអីមុនពួកអី challenge គឺគេអត់បានបោះបរោឲ្យយើងមុនទេអញ្ចឹងពាក្យហ្នឹងគឺដំបូងគឺយកមកពី producer អ្នកប្រាប់ឲ្យពួកគាត់និយាយអីចឹងណាចឹងទៅពួកគាត់ក៏និយាយតាមពួកគាត់ក៏ធ្វើតាមដើម្បីឲ្យគ្រប់លក្ខណៈនៃ challenge របស់គេអីចឹងណានិយាយនេះមិនមែនចង់កាន់ជើងអីណាណាគ្នាអត់ទេពួកអីប្រទេសហ្នឹងខ្ញុំក៏ស្អប់អ្នកគ្នាក៏ស្អប់ពួកយើងគឺស្អប់ទាំងអស់ស្គាល់ថាពួកយើងគ្រប់គ្នាគឺស្អប់ប្រទេសហ្នឹងខ្លាំងណាខ្ញុំក៏ស្អប់អ្នកគ្នាក៏ស្អប់ខ្លាំងសឹងទៅថាអត់ចង់ឃើញហ្មងហើយមិនស៊ូមិនទេតែមិនចង់ឃើញគឺចង់ឲ្យរលាយបាត់ពិភពផែនដីហ្នឹងហ្មងប៉ុន្តែយើងធ្វើមិនយើងមិនអាចកំណត់មុនបានទេយើងមិនអាចកំណត់ពាក្យសម្ដីពួកគាត់និយាយមុនបានទេណាមួយវីដេអូគឺពួកគាត់sẽថតទុកអស់ហើយហ្នឹងអញ្ចឹងនៅពេលឃើញអញ្ចឹងមានធំទៅជឿចាប់ធំទៅសេតតែប៉ុណ្ណឹងអ្នកខ្លះសេតបាក់ចិត្តអីប៉ុណ្ណឹងអត់អីអ្នកខ្លះស្អប់បដ ாய் ខ្ញុំបញ្យល់ហេតុអីបានត្រូវស្អប់ពួកគាត់ស្អប់មានអីមកវិញអ្នកគ្នាគឺស្អប់ពួកគាត់ទៅអីពួកគាត់អត់ដឹងមុនដូចគ្នាដែរមួយពួកគាត់ក្មេងៗអញ្ចឹងទៀតពួកគាត់ក៏មិនបានដឹងថាប្រទេសយើងនឹងគឺមានចំនួនអីជាមួយនឹងប្រទេសហ្នឹងអីចឹងណាអ្នកគ្នាអញ្ចឹងពួកគាត់មិនដឹងណាមួយ fan ពួកគាត់គឺច្រើនទៀតអញ្ចឹងពួកគាត់មិនអាចថាអូបាត់នេះមួយទុកនេះមួយអីតែខ្ញុំនិយាយនេះបើខុសត្រូវត្រង់ណាអីកុំប្រកាន់អីណាទាំងអស់គ្នាអីពួកខ្ញុំនិយាយតាមតែការមើលឃើញតាមតែអីដែលខ្ញុំអាចយល់ដឹងបានអីចឹងណាពួកយើងឃើញពួកគាត់